យុវជនគាំទ្រសម្ដេចតេជោពេញទំហែងចំពោះការទាមទារអធិបតេយ្យភាពទឹកដីកម្ពុជាក្រោមយន្តការច្បាប់អន្តរជាតិសន្តិវិធីក្រមយុវជនបានមើលឃើញថាជឿជាក់យ៉ាងសម្ដេចប្រមុខថ្នាក់ដឹកនាំកម្ពុជាទាំងពីរគឺសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតគឺជាថ្នាក់ដឹកនាំដែលបានតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំពិសេសក្នុងគ្រាដែលនឹងកំពុងមានបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាងតាមរយៈការឈានពានក៏ពិតមែនក៏ប្រមុខថ្នាក់ដឹកនាំកម្ពុជាទាំងពីរតែងតែប្រើប្រាស់យន្តការដោះស្រាយបញ្ហាដោយសន្តិវិធីច្បាប់អន្តរជាតិដោយមិនប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហានោះទេក្រមយុវជនបានបញ្ជាក់បន្ថែមថាពួកគេសប្បាយចិត្តនឹងការសម្ដែងនៃការពេញចិត្តយ៉ាងពេញទំហឹងចំពោះគោលជំហរមុតមមរបស់សម្ដេចតេជោហ៊ុនសែនលើការទាមទារអធិបតេយ្យភាពទឹកដីកម្ពុជាត្រឡប់មកវិញក្រោមយន្តការច្បាប់អន្តរជាតិសន្តិវិធីប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនកាលពីថ្ងៃទី10ខែមិថុនាឆ្នាំ2026បញ្ជាក់ថាការទាមទារទឹកដីត្រឡប់មកវិញគឺត្រូវប្រើមធ្យោបាយសន្តិវិធីមិនមែនត្រឡប់មកវិញដោយមធ្យោបាយយោធាទេគណៈមធ្យោបាយយោធាអាចនឹងអូសបន្លាយជំនាន់តជំនាន់ប៉ុន្តែមធ្យោបាយសន្តិវិធីដែលអាចដោះស្រាយទៅមានចរិយាភាពនិងទៅជាប្លង់រឹងសម្រាប់រយៈពេលវែងតពូជពងពូជតជំនាន់រងចាំព័ត៌មានអាប់ដេតពី Channel របស់យើងខ្ញុំបើយើងបន្តទស្សនានៅព័ត៌មានថ្មីមួយទៀតសម្ដេចតេជោមានប្រសាសន៍ថាការយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជនពលីគ្រួសារអតីតយុទ្ធជននិងគ្រួសារនិវត្តជនគឺជាកាយវិការកតញ្ញូដែលត្រូវធ្វើបន្តសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាអញ្ជើញជាអធិបតីដល់ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ឋានៈដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យនេះព្រឹកថ្ងៃប្រហ័សទី11ខែមិថុនាឆ្នាំ2026នៅសាលប្រជុំខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួម1080នាក់ប្រសាសន៍ក្នុងពិធីសំណេះសំណាលព្រឹកនេះសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍អំពាវនាវនិងណែនាំឲ្យថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាននៃខេត្តបន្ទាយមានជ័យទាំងអស់ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងវត្តមានអតីតយុទ្ធជននិវត្តជនជាពិសេសក្រុមគ្រួសារយុទ្ធជនពលីនៅសមរភូមិដែលជាកិច្ចការដែលយើងត្រូវធ្វើដើម្បីពង្រឹងខឿនការពារជាតិឲ្យល្អប្រសើរកាត់បន្ថយការលំបាករបស់ក្រុមគ្រួសារយុទ្ធជនពលីការយកចិត្តទុកដាក់អតីតយុទ្ធជននិងនិវត្តជនគឺមិនមែនមានតែមួយថ្ងៃឬពីរថ្ងៃនោះទេត្រូវយកចិត្តទុកដាក់ពួកគាត់រហូតត្រូវឧស្សាហ៍ចុះសួរសុខទុក្ខផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ត្រូវផ្ដល់ឱកាសអញ្ជើញឲ្យពួកគាត់ចូលរួមក្នុងពិធីជួបជុំសំណេះសំណាលផ្សេងៗការធ្វើបែបនេះគឺជាកាយវិការកតញ្ញូមួយដ៏ល្អដែលមន្ត្រីជំនាន់ក្រោយគួរតែធ្វើនិងបន្តធ្វើសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងជាប្រធានសមាគមអតីតយុទ្ធជននិវត្តជនកម្ពុជាបានអំពាវនាវឲ្យថ្នាក់ដឹកនាំអាជ្ញាធរត្រួតពិនិត្យយកចិត្តទុកដាក់ជាពិសេសគ្រួសារពលីដល់ការលើកកម្ពស់ការសិក្សាអប់រំរបស់កូនចៅយុទ្ធជនពលីឲ្យទទួលបានការរៀនសូត្រត្រូវផ្ដល់អាទិភាពឲ្យពួកគេទទួលបាននៅអាហារូបករណ៍សិក្សាដោយមិនបង់ថ្លៃផ្ដល់ក្របខ័ណ្ឌទាហានអាជីពដល់ពួកគេជាដើមចំពោះការគ្រប់គ្រងអតីតយុទ្ធជននិវត្តជនក្នុងខេត្តបន្ទាយមានជ័យបើយោងតាមរបាយការណ៍របស់អាយដាមអ៊ុំរិត្រីអភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់ថាបច្ចុប្បន្នខេត្តបន្ទាយមានជ័យមានអតីតយុទ្ធជនសរុបចំនួន6741នាក់ក្នុងនោះអតីតយុទ្ធជនចូលជាសមាគមមានចំនួន5587នាក់មានអ្នកបន្ទុកមានចំនួន8553នាក់មកសញ្ញានិវត្តជនជាអតីតមន្ត្រីរាជការស៊ីវិលក្នុងខេត្តសរុបមានចំនួន2185នាក់និងផ្ដល់ជូនបានបសសជូនសមាជិកមានចំនួន6371នាក់និងបានសមត្ថននៅមជ្ឈមណ្ឌលតេជោសន្តិភាពមានចំនួន86គ្រួសារ
សម្រាប់ការងារសាងសង់ផ្ទះនិងគ្រប់គ្រងដីសម្បទានសង្គមគិច្ចឆ្នាំ2016រហូតដល់ឆ្នាំ2026អនុកខេត្តបានសាងសង់សរុបបានចំនួន515ខ្នងផ្ទះកំពុងគ្រប់គ្រងចំនួន1កន្លែងស្មើនឹងទំហំ548ហិកតាដែលមានទីតាំងនៅភូមិកូនខ្លែងឃុំប៉ោយចាស្រុកភ្នំស្រុកដោយបានធ្វើការបែងចែកនិងការសាងសង់ផ្ទះជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកតេព្រះបណ្ឌិតបូរនីហ៊ុនសែនជូនអតីតយុទ្ធជននិវត្តជនដែលអត់ដីអត់ផ្ទះបានចំនួនសរុប431គ្រួសារក្នុងនោះផ្ទះទំនេរមានចំនួន55ខ្នងបានប្រគល់ដីឡូជូនប្រជាពលរដ្ឋក្រីក្របានចំនួន35គ្រួសារផងដែរបាទនេះគឺជារបាយការណ៍នៅខេត្តបន្ទាយមានជ័យផងដែរអាដាមអ៊ុំរិត្រីដែលបានធ្វើរបាយការណ៍សង្ខេបជូនទៅដល់សម្ដេចតេជោហ៊ុនសែនដែលបានចុះទៅសម្ដែងសម្ដារជាមួយនឹងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យផងដែរមន្ត្រីរាជការទាំងអស់សម្ដេចតេជោហ៊ុនសែនក៏បានមានប្រសាសន៍បន្ថែមបញ្ជាក់ថាសម្រាប់គ្រួសារដែលពាក់លីគ្រួសារដែលចូលនិវត្តន៍អតីតយុទ្ធជនទាំងអស់សូមមន្ត្រីរាជការទាំងអស់គឺយកចិត្តទុកដាក់ចំពោះពួកគាត់ទាំងសុខុមាលភាពនិងត្រូវមានកម្មវិធីសំណេះសំណាលជាមួយនឹងពួកគាត់ជួបជុំដើម្បីសួរសុខទុក្ខជាពិសេសគ្រួសារដែលពាក់លីនៅក្នុងសមរភូមិគឺត្រូវឲ្យកូនចៅរបស់គាត់គឺចូលធ្វើទាហានពេញសិទ្ធិផងដែរជាពិសេសបើសិននៅក្នុងបន្ទប់សិក្សាត្រូវតែផ្ដល់អាហារូបករណ៍រហូតដល់សិស្សចប់ទី12និងបន្តយកបរិញ្ញាបត្រនៅសាលារដ្ឋឬក៏ឯកជនតាមដែលអ្វីដែលសម្ដេចតេជោមានប្រសាសន៍ផងដែរមន្ត្រីរាជការស៊ីវិលក៏ដូចជាត្រីជាន់ខ្ពស់គឺបានចូលរួមនៅខេត្តបន្ទាយមានជ័យសម្រាប់សម្ដែងសម្ដារជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងសង្កាត់បាទតើតួងជាមួយនឹងព័ត៌មានក្នុងប្រទេសបាទសូមធ្វើការបញ្ចប់ផងដែររងចាំព័ត៌មានអាប់ដេតពី Channel របស់យើងខ្ញុំសូមអរគុណសូមជម្រាបលា